ថ្ងៃនេះដែរសម្រាប់ពីការងារក៏មិនដឹងធ្វើអីក៏អបសក់ពេកនឹងណាំប្អូនថ្លៃទិញឥដ្ឋដើម្បីរៀបចំកន្លែងអង្គុយលេងបងប្អូននៅក្រោមម្លប់ឈើតែម្ដងសួស្ដីបងប្អូនទាំងគ្នាអញ្ចឹងណាគឺតណៃបងប្អូនតណៃពីការងារទៅក៏ទិញឥដ្ឋនឹងជ្រៀតទិញឥដ្ឋបាន250ដុំយកមករៀបចំសួននៅក្នុងមុខផ្ទះបងប្អូននឹងមើលកន្លែងដបងគឺបងប្អូនអញ្ចឹងឯងគឺវាអត់សោះស្អាតអត់សោះអីទេហើយយើងក៏បានរៀបចំនឹងក្រោយពីយើងចេញវីដេអូមុនហើយគឺរៀបចំមានបងប្អូនយើងគ្រប់ត្រូលច្រើនទស្សនាច្រើនដែរក៏ឥឡូវយើងចាប់ផ្ដើមធ្វើមួយទៀតដែរបងប្អូននឹងធ្វើមានបើធ្វើដើម្បីឲ្យថាយើងបានឡើងមកវីដេអូយើងឡើងធ្វើទៀតទេអាហ្នឹងគឺយើងរៀបចំសួននឹងចង់បញ្ជាក់បងប្អូនថាយើងធ្វើអីយើងត្រូវតែថតនឹងការថតហ្នឹងមិនមានអីជាពិបាកទេបងប្អូនគឺយើងទិញតែជើងកាមេរ៉ាទិញអីមួយមកនឹងយើងអត់ជើងកាមេរ៉ាគឺយើងដាក់កាមេរ៉ារកអីកលរកអីណានឹងដាក់កាមេរ៉ាកលនឹងថ្មនឹងឥដ្ឋនឹងអីទីទួចទៅនឹងដើម្បីបងប្អូនយើងអញ្ចឹងវីដេអូនេះដែរគ្រាន់តែសរបញ្ជាក់ឲ្យឃើញថាយើងនៅផ្ទះមិនដឹងធ្វើអីគឺយើងត្រូវតែឆ្លៀតថតណាបងប្អូនការងារប្រចាំថ្ងៃរបស់យើងយើងធ្វើអាហ្នឹងតែយើងធ្វើដោយក្តីស្រឡាញ់ធ្វើដោយយកចិត្តទុកដាក់ខ្លះតិចតិចទាក់ទងនឹងពេលវេលាទំនេររបស់យើងណានឹងការកអត់កអីទីទួចមិនមែនជាជំនាញមិនជាអីទេបងប្អូនកំតែយើងមើលគេមើលឯងរៀនតាមគេតាមឯងកែច្នៃធ្វើទៅណានឹងយើងឆ្លៀតពេលទំនេរកុំឲ្យនៅផ្ទះទៅអង្គុយចុចមើលទៅទូរស័ព្ទចោលអត់ប្រយោជន៍នៅយើងឆ្លៀតធ្វើការងារអានឹងការងារយើងទុកជាអនុស្សាវរីយ៍នៅក្នុង page របស់យើងនៅក្នុង YouTube របស់យើងណានឹងក្រែងថ្ងៃណាមួយយើងមើលវាមិនឃើញណានឹងការទៅរលុយបងប្អូនដែលតាមដាន page ខ្ញុំ page ច្រើនគឺសិតសឹងតែបងប្អូនដែលចង់ស្វែងយល់ពីការរលុយជាមួយនឹងក្រុមហ៊ុនក៏តែយើងដឹងថាគួរតែធ្វើវីដេអូបែបណាខ្លះអញ្ចឹងវីដេអូនៅក្នុង page របស់ខ្ញុំ page ច្រើនគឺខ្ញុំនិយាយទៅនឹងការធ្វើវីដេអូហ្នឹងឯងការធ្វើវីដេអូយើងត្រូវធ្វើម៉េចអានេះជាសកម្មភាពរបស់យើងថតយូរណាបងប្អូនសំខាន់បងប្អូនចំណុចទី1បងប្អូនត្រូវចេះពីការកាត់តនឹងឥឡូវខ្ញុំនិយាយចេះវិញទៅចំណុចទី1បងប្អូនត្រូវចេះពីការថតប្លង់ថតមួយណាអាហ្នឹងខ្ញុំដាក់ជើងកាមេរ៉ាចោលតែបងប្អូនមុននឹងថតបានកន្លែងនេះយើងសេរីស្រង់មើលចិត្តចង់មើលថាវាចាប់រូបយើងច្បាស់ហើយនៅវាចាប់ focus និយាយពាក្យ focus នឹងច្បាស់ហើយនៅហើយយើងទី2យើងចេះថតចេះអីហើយយើងត្រូវមានចេះកាត់តមកថាកម្មវិធី VN ឬក៏ CapCut ឬក៏ InShot ឬក៏កម្មវិធីណាផ្សេងៗដែលបងប្អូនមើលគេទៅគេចង្អុលបង្ហាញរៀនណាអាការកាត់តមានពិបាកទេបងប្អូនគេចែកចាយតាមបណ្ដាញសង្គមទាំង Page ទាំង YouTube អីទាំងអស់ច្រើនណានឹងគេអ្នកធ្វើមុនបងគេអ្នកធ្វើមុនគ្រូណានឹងគុំថាពិបាកកាត់តពិបាកអីមានអីពិបាកទេសម័យនេះហើយសម័យ Digital សម័យបច្ចេកវិទ្យាគេហៅថាសម័យ AI ហើយសម័យឥឡូវហ្នឹងសម័យ AI ហើយចេញគេប្រើ AI ដល់ផលិតវីដេអូផលិតអីកែរូបកែអីទៀតហើយឥឡូវលែងលំបាកលេខមុនហើយចឹងបងប្អូនគុំគិតថាពិបាកនឹងវាអត់មានពិបាកទេសំខាន់យើងចេះស្វែងយល់ឬក៏អត់នឹងយើងស្រឡាញ់យើងចូលចិត្តវាក៏អត់អាហ្នឹងយើងស្រឡាញ់យើងចូលចិត្តបងប្អូនខ្ញុំដូចផ្ទះខ្ញុំដូចគ្នាដែរខ្ញុំកែច្នៃត្នោះបន្តិចត្រេះបន្តិចនឹងអត់ហ្នឹងក៏មានថ្លៃដែរបងប្អូនមួយហ្នឹង170ម្ដុំ170ចឹងគឺទៅ250ប្រហែលតិចតួចទេចឹងជឿធ្វើទៅណានឹងហើយស៊ីម៉ងក៏យើងទិញបន្តិចមកមានអីនេះបានដល់10000មកស៊ីម៉ងនេះយើងអាចកែច្នៃបានមកផ្ទះយើងមកស្អាតទៅចឹងមកថាយើងមិនយល់កន្លែងហ្នឹងឬក៏ខ្ជិលទៅក្នុងការធ្វើក៏វាមិនអាចបានស្អាតដែរជាងចេះកែច្នៃចេះអីវាទីទួយទៅណាអ្នកហ្នឹងផ្ទះខ្ញុំពីមុនខ្ញុំកែច្នៃដាក់ដបដាក់អីមានកន្លែងធ្វើបន្តិចម្ដងតែបងប្អូនអត់លឿនទេនឹងសំខាន់យើងធ្វើទៅតាមពេលវេលារបស់យើងនិយាយទៅយើងធ្វើទៅតាមទឹកលុយរបស់យើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណោះទីទួយសំចៃតិចទៅណានឹងបងប្អូនបានកលេចមើលទៅផ្ទះខ្ញុំទីតាំងផ្ទះខ្ញុំកាលពី6 7ឆ្នាំមុនគឺវេទនាមែនទែនពិបាកនៅក្នុងការមើលជាពិសេសដើមឈើវាអត់ទាន់ធំហ្មងបងប្អូនសម័យមើលទៅកាលពីអត់ទាន់មានដើមឈើសោះបងប្អូនសម័យមើលទៅគឺក្តៅហេញនៅហាលវាក្តៅតែម្ដងតែខ្ញុំនៅចិត្តវាស្រែបងប្អូនតែក្តៅណាស់នៅទៅរាប់ខ្ញុំដាំបានមកលប់ទៅឈុំទៅឆៃប៉ុណ្ណេះគឺចំណាយពេល6 7ឆ្នាំដែរបងប្អូននឹងឥឡូវធំមកហើយយើងចាប់ផ្ដើមរៀបចំបាត់ក្រមគេថាគ្រឹះក្រមម្ដងនឹងធ្វើម៉េចឲ្យវាស្អាតមើលទៅវាស្អាតវាចូលភ្នែកវាពេញភ្នែកយើងណាយើងទុកអង្គុយលេងគួយអីសម័យឥឡូវបច្ចុប្បន្នគឺក្តៅមហាក្តៅផងយើងបានមកលប់បានអង្គុយលេងហើយយើងចេះកែច្នៃវាតិចតួចទៅតាមពេលទំនេរទៅតាមចំណង់ចំណូលចិត្តរបស់យើងទៅក៏វាកាន់តែស្អាតវាលើកសម្រស់ថែមទៀតណានឹងអញ្ចឹងយើងត្រូវតែមានការអភិវឌ្ឍមិនថាចំណេះដឹងមិនថាអីផ្សេងទេយើងអភិវឌ្ឍអាប់ដេតឲ្យបានល្អយើងកុំនៅតែដដែលចឹងយើងត្រូវចេះរៀបចំមើលគេមើលឯងបណ្ដាញសង្គមសម័យគឺចាយច្រើន YouTube ដូចគ្នាដែរបណ្ដាញសង្គមណាគេចាយច្រើនណាស់ទាក់ទងវីដេអូរៀបចំកែច្នៃផ្សេងហ្នឹងអញ្ចឹងបងប្អូនមើលគេហើយយើងអនុវត្តតាមគេនឹងមើលគេហើយអនុវត្តតាមគេមិនមើលគេហើយយករបស់គេមកដាក់មករបស់យើងមកចង្ហៀងរបស់គេមកចង្ហៀងទេនឹងវាលយតែហ្នឹងវាលយទៅតែវាសួរថាមានប្រយោជន៍អីសម្រាប់យើងទេអត់មានប្រយោជន៍អីទេ
នឹងពេលខ្លះម្ចាស់គេឃើញគេមិនសប្បាយចិត្តជាមួយនឹងការយកវីដេអូគេទៅដាក់ react អង្គុយ search អង្គុយអីមើលអញ្ចឹងឃើញសង្អាយច្រើនណាស់នឹងធ្វើតាមគ្នាខ្ជិលធ្វើខ្លួនឯងខ្ជិលអនុវត្តខ្លួនឯងខ្ជិលផលិតខ្លួនឯងអានឹងសួរថាយកអញ្ចឹងមានផលប្រយោជន៍អត់មានផលប្រយោជន៍អីទេថ្ងៃណាមួយទៅក៏ដាច់មានបញ្ហាមួយយើងមិនបានស្វែងយល់ដាច់មានបញ្ហាទៅអង្គុយស្ដាយក្រោយទៅនឹងបានតាមអួត view គេបាន 1M 2M 4 10M បានតាមអួត view ហ្នឹងឯងនឹងគេបងប្អូនអូថត view មកអួតអូមកប៉ុណ្ណេះប៉ុណ្ណោះដល់ពេលមើលចាក់ស្ដែងវីដេអូលួចរបស់គេសោះយកមក react យកមក react សោះនឹងចាក់ស្ដែងដូចឃើញបងប្អូននេះជាសកម្មភាពមកប្លង់របស់ខ្ញុំគឺយើងថតដាក់ញាប់ចឹងឯងដាក់ជើងកាមេរ៉ាឈរណានឹងអានេះគេថាយើងធ្វើដល់អញ្ចឹងបងប្អូនដែលតាក់ទងនឹងធ្វើខាងហ្នឹងមកថាជាងសំណងជាងដេកសួនជាងអីផ្សេងៗយើងមើលទៅមានអីពិបាកនឹងទូរស័ព្ទយើងមាននៅក្នុងដៃរៀងៗខ្លួនហើយយើងធ្វើយើងថតទៅតាមដំណាក់កាលវាមួយទៅហើយយើងយកមកកាត់តយើងមកកាត់តតាមជំហានតាម step វាមួយដូចគ្នាដែរនឹងអត់មានអីពិបាកទេបងប្អូនចេះចឹងខ្ញុំទៀតណាកន្លែងហ្នឹងបងប្អូនដែលខាងសំណងខាងដេកសួនដេកអីផ្សេងៗណារៀបចំសួនចាំប្លង់យកអីផ្សេងៗហ្នឹងគឺឆ្លាតចឹងខ្ញុំទៀតអាហ្នឹងគឺសកម្មភាពរបស់ខ្ញុំត្រួសបងប្អូនយើងធ្វើទៅតាមការយល់ឃើញរបស់យើងថតតាមជាក់ស្ដែងរបស់យើងថតទៅតាមអ្វីដែលយើងធ្វើសកម្មភាពហ្នឹងអត់មានអីពិបាកទេឲ្យតែបងប្អូនចិត្តចង់នៅក្នុងការធ្វើនឹងគុំតែយើងមិនចង់តែមិនចង់នឹងគឺពិបាករុញដូចអូពាក្យខ្មែរថាដូចអូទៅសៃបច្រាស់ចង់ចឹងអញនឹងអាហ្នឹងយើងអត់ចង់ចឹងវាយើងចង់មិនអីពិបាកការងារប៉ុណ្ណឹងរៀបចំធ្វើម៉េចឲ្យល្អឲ្យស្អាតទៅមានអីទៅពិបាកលាយកំបោរស៊ីម៉ងក៏អត់ក៏ផ្សេងៗហ្នឹងជឿធ្វើមើលគេមកឯងទៅណាចឹងគោលឈើរបស់យើងហ្នឹងគឺមានដូចជា6 7គល់អញ្ចឹងហ្នឹងគឺចំណាយពេលគឺពេញមួយថ្ងៃរហូតដល់យប់ម៉ោង8ម៉ោង9តែម្ដងណាបងប្អូនទៅរំតែកំបោរស៊ីម៉ងអីស្ងួតហ្នឹងគឺ8 9 10នឹងបានចប់មានបោះសម្អាតមានអីទៀតណាហើយសកម្មភាពរបស់យើងគឺយើងធ្វើតាំងពីមិនដូចជាម៉ោង12រហូតដល់ម៉ោង8 9យប់នឹងមិនមែនជាការស្រួលទេបងប្អូនកំតែយើងនឹងដើម្បីយើងដូចជាខាងលើមកអញ្ចឹងដើម្បីឲ្យទេសភាពយើងស្អាតមានសោភ័ណភាពល្អណានឹងស៊ីសងទៅលើយើងឆ្នៃហ្នឹងឯងការធ្វើវីដេអូដូចគ្នាដើម្បីយើងមានសោភ័ណភាពស្អាតទៅយើងឆ្នៃដូចគ្នាហ្នឹងឯងបើយើងមិនចេះឆ្នៃយើងចាំឲ្យវាស្អាតស្រាប់នឹងវាធ្វើម៉េចនឹងស្អាតស្រាប់បងប្អូនចឹងបងប្អូនត្រូវយកពីការថតមួយហ្នឹងគឺយើងស្ងួតបងប្អូនវាស្ងួតឲ្យវាយើងនេះគេហៅថាយើងសម្អាតវានៅយើងធ្វើវាឲ្យវាមានសោភ័ណភាពល្អណាមានកយដៃមានសម្អាតឯបដាបងប្អូនអាហ្នឹងគឺចូលល្ងាចតិចហ៎បងប្អូនចូលល្ងាចហើយគឺយើងដល់វាយើងសម្អាតហើយនឹងវាសម្អាតយើងពូលីវាស្អាតណាចឹងសកម្មភាពរបស់យើងគឺចឹងបងប្អូនទាក់ទងនឹងការធ្វើវីដេអូសកម្មភាពរបស់យើងចឹងអីមានអីត្រូវពិបាកមានអីត្រូវវេទនាធ្វើនោះទេគឺងាយស្រួលគ្រាន់តែវាចាយពេលវេលាធ្វើអីក៏ដោយយើងត្រូវការចាយពេលវេលាអត់ធ្មត់ព្យាយាមតស៊ូនៅក្នុងការធ្វើអ្វីមិនចេះតែបានដូចចិត្តយើងចង់នោះទេនឹងអ្វីមិនចេះតែបានមកងាយស្រួលទេនឹងហើយលើលោកនេះក៏គ្មានសំណាងដែរនឹងគ្មានសំណាងនៅសក់មាសដុំពេជ្រធ្លាក់មកចំយើងនោះទេនឹងមានតែផ្លែដូងផ្លែត្នោតផ្លែស្វាយផ្លែកសាំងធ្លាក់ចំក្បាលយើងនោះមានផ្លែទុរេនកំតែដុំមាសដុំពេជ្រអត់ដែលធ្លាក់មកចំយើងទេក្រៅពីអ្វីដែលយើងកសាងអ្វីដែលយើងខំព្យាយាមតស៊ូអត់ធ្មត់អាហ្នឹងបានវាធ្លាក់មកលើយើងយើងតស៊ូទាំងអស់គ្នាហើយសកម្មភាពរបស់យើងហ្នឹងគឺយើងថត2បងប្អូនថៃអានេះល្ងាចបងប្អូនល្ងាចព្រមចាប់ផ្ដើមមើលរៀងសើឃើញហើយក៏យើងក៏បានកាត់ហើយចំណុចនឹងចំណុចបញ្ចប់តែម្ដងដើម្បីថតប្លង់រួចជាការស្រេចនឹងគឺរួច 100% ហើយនេះគឺព្រឹកឡើងបងប្អូនយើងបានបោះសម្អាតបោះជូតបាញ់ទឹកបាញ់ហើយគឺនឹងស្អាតនឹងលក្ខណៈស្អាតតែម្ដងបងប្អូនកុំតែមិនស្អាតទេប៉ុណ្ណាទេមកយើងមកសមត្ថភាពយើងអាចធ្វើទៅបានបងប្អូននឹងហើយជាសពបញ្ជាក់ថានេះជាការផលិតវីដេអូអញ្ចឹងផលិតវីដេអូយើងផលិតបែបអញ្ចឹងអ្វីដែលខុសច្បាប់អ្វីដែលមើលទៅវាស្រួចស្រាប់វាអីផ្សេងៗយើងកុំថតឲ្យវាធ្វើកុំថតឲ្យគេមើលកុំថតចូលនៅក្នុងវីដេអូរបស់យើងហ្នឹងគឺអាហ្នឹងគឺប៉ុណ្ណេះគឺយើងស្អាតសម្រាប់ខ្ញុំបងប្អូនសមត្ថភាពយើងប៉ុណ្ណឹងយើងធ្វើតែប៉ុណ្ណឹងបានហើយនឹងសកម្មភាពរបស់យើងតែកន្លែងមិញ2ប្លង់បងប្អូនទៅក្នុងដើមឈើដើម្បីផ្សេងៗណាថ្ងៃនេះច្រើនវីដេអូមុនតន្តិចទេថ្ងៃនេះវីដេអូឡើងចូល1ម៉ោងជាងបងប្អូនជិត2ម៉ោងប៉ុន្តែយើងសង្ខេបនៅសល់តែ10នាទីទេនឹងអញ្ចឹងយើងដាក់ញាប់ដាក់អីទៅនៅសល់តែ10នាទីនឹងទេសភាពបងប្អូនគឺចឹងឯងគឺស្អាតមែនទែនបងប្អូននឹងមើលទៅពេញភ្នែកហើយកន្លែងអង្គុយលេងបងប្អូនថ្ងៃឡើងដេកលេងស្រួលណាស់ខ្យល់វឺតមកលប់ឈឹងទៅឆើអញ្ចឹងបងប្អូននឹងក្រោយគឺពេលយើងរៀបចំហើយសោភ័ណភាពក៏មានការផ្លាស់ប្ដូរប្លែកនឹង360ដឺក្រេតែម្ដងបងប្អូនចឹងថ្ងៃណាមួយបងប្អូនមកលេងផ្ទះខ្ញុំបានហើយទទួលស្វាគមន៍អ្នកមានស្វាយមានអីផ្លែនឹងស្វាយខ្ទិះបងប្អូននៅជំវិញផ្ទះខ្ញុំគឺខ្ញុំចូលចិត្តអីខ្ញុំដាំហ្នឹងថាម្ជូរថាមកៈមកថាតឡង់តឹងមកថាឲ្យផ្សេងទេគឺដាំទាំងអស់ឲ្យតែលក្ខណៈម្ជូរគឺទាំងតែខ្ញុំទាំងអស់ហ្នឹងហើយបងប្អូនកន្លែងបន្តនេះគឺជាសកម្មភាពដែលយើងបញ្ចប់ការងាររបស់យើងណាបងប្អូនពីអ្នកបងប្អូនថ្លៃបញ្ចប់ទាំងស្រុងតែម្ដងនៅក្នុងការរៀបអិតនិងរៀបអិតហើយយើងមានបាញ់ទឹកបាញ់ឲ្យស្រួលក្នុង
បាញ់ទឹកបាញ់អីទៅវាអត់ខ្ចាយអីដល់មកខាងក្រៅណាកាលដែលយើងមិនតាន់បាញ់ទឹកមិនតាន់រៀបអត់រៀបអីវាបាញ់ទឹកទៅវាខ្ចាយប្រឡាក់ដីប្រឡាក់អីគេហៀមដល់ខាងក្រៅគឺវាពិបាកមើលមែនទែនចឹងវីដេអូរបស់យើងមានតែប៉ុណ្ណឹងឯងបងប្អូនអរគុណច្រើនជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយ